សួស្តីដល់បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនថ្នាក់ទី8អញ្ចឹងខ្ញុំមានលំហាត់2សម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងលំហាត់ហ្នឹងជាលំហាត់ប្រតិបត្តិក្នុងទំព័រទី10អញ្ចឹងយើងមានលំហាត់អក្សរក8នៅលើ3ចែកឲ្យដក6នៅលើ5អញ្ចឹងមុននឹងធ្វើលំហាត់ណាយើងបងអូនត្រូវចាំរូបមន្តមួយគឺរូបមន្តប្រភេទគឺ A នៅលើ B ចែកឲ្យ C នៅលើ D អញ្ចឹងកាលណាប្រភេទដែលមានផលចែកយើងត្រូវបំលែងទៅជាផលគុណវាស្មើនឹង A នៅលើ B គុណឲ្យ D នៅលើ C អញ្ចឹងកាលណាប្រភេទដែលមានផលចែកយើងត្រូវបំលែងទៅជាផលគុណអញ្ចឹងយើងធ្វើបំលែងនេះបំលែងផលចែកនៃអក្សរកហ្នឹងឲ្យទៅជាផលគុណអញ្ចឹងវាតេតើទៅនឹងរូបមន្តហ្នឹងអញ្ចឹងវាស្មើនឹង8នៅលើ3ហើយយើងអានេះអត់មានអីត្រូវបំលែងទេមានតែក្រអញ្ចឹងវាត្រូវជាយើងបំលែងជា5នេះមកលើដក6នេះមកក្រមក5នៅលើដក5 6អញ្ចឹងបន្ទាប់ពីយើងបំលែងពីផលចែកទៅជាផលគុណហើយយើងបន្ទាប់មកយើងគុណភាគយកនិងភាគយកភាគបែកនិងភាគបែកមកអញ្ចឹងគុណមកវាបាន8គុណនឹង5នៅលើ3គុណឲ្យដក6អញ្ចឹងវាស្មើឲ្យ40នៅលើដក5ដក18អញ្ចឹងយើងរុញផ្នែកដកឡើងលើមកបាន40នៅលើ18មកដល់ឡើងហ្នឹងយើងចង់សម្រួលក៏បានយើងមិនចង់សម្រួលដាក់ប៉ុណ្ណឹងមកពីអក្សរខក៏ដូចគ្នាវាតេតឹងនឹងរូបមន្តដូចគ្នាខវាស្មើនឹង40នៅលើដក27ចែកឲ្យដក10នៅលើ9អញ្ចឹងយើងធ្វើបំលែងនេះប្រភេទដែលមានផលចែកទៅជាផលគុណដូចលំហាត់ខាងលើមកអញ្ចឹងវាស្មើ40អានេះអត់មានអីត្រូវបំលែងទេ27គឺបំលែងជា9នៅលើដក10អញ្ចឹងយើងគុណមក40គុណនឹង9នៅលើដក27គុណនឹងដក10អញ្ចឹងអានេះវាស្មើនឹងយើងគុណមក9គុណនឹង40វាស្មើនឹងបាន0 36 360ក្រាមដកនឹងដកអស់ហើយគុណយើងត្រូវគុណតម្លៃសញ្ញាដែលដកនឹងដកអស់អញ្ចឹងវាបានដល់ពេល27គុណនឹង10វាបាន270អញ្ចឹងចម្លើយវាប៉ុណ្ណាអរគុណដល់បងប្អូនទាំងអស់គ្នា